ចាលឺសូតែសលេងតហឹងអើងកងរបស់បងប្អូនកីឡាករចំណុះទូករបស់យើងក៏បាទស្រែកឡើងតហឹងចឹងហើយនាងខ្ញុំដើម្បីឲ្យឈ្នះគាត់មានតែស្រែកនិយាយទៅមានស្រែកបើស្រែកខ្លួនឯងអត់បានផងភ្លេចគិតតែខ្លួនឯងស្រែកដាក់មីក្រូបាទដល់ពេលចឹងប្រឹងស្រែកដល់ពេលចប់ទៅចប់ទៅអញកបាត់បាទបាទឥឡូវយើងបន្តទស្សនាគូជាបន្តបាទដួងសូរិយាបុប្ផាស្ទឹងសែនបារមិចក្តីដូងទើបតែឈ្នះថ្មីជើងឯកនៅកំពង់ធំបាទទូកនេះទទួលបានការឧបត្ថម្ភពីឯកឧត្តមនាយករដ្ឋមន្ត្រីបាទវង្សសីវិសុទ្ធបាទរដ្ឋមន្ត្រីប្រចាំការបាទអូអធិស្ឋានបាទ137ទេបាទ137យុទ្ធវង្សសែនជ័យបងបាទយុទ្ធវង្សសែនជ័យជប់ប៉ុន្តែអាដាមសនីវង្សពិសេសបាទព្រៃវែងចាឯកឧត្តមនាយឧត្តមសេនីយ៍វង្សពិសេសលោកឧបត្ថម្ភយុទ្ធវង្សសែនជ័យយុទ្ធវង្សសែនជ័យនោះមានកេរ្តិ៍ឈ្មោះល្បីល្បាញណាស់ឥឡូវមកប៉ះជាមួយនឹងវិមាន7មករាយ៉ាងណាយ៉ាងណីហើយបាទវិមាន7មករាល្អចាឯកឧត្តមនាយឧត្តមសេនីយ៍វង្សពិសេសផ្សាយទឹកខាងក្នុងចាគឺទុកយុទ្ធវង្សសែនជ័យមកប៉ះជាមួយនឹងវិមាន7មករារបស់ឯកឧត្តមជាសភារាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្របាទចាជាមួយនឹងឯកឧត្តមនាយឧត្តមសេនីយ៍វង្សពិសេសបាទគណៈវិជាការកងយុទ្ធពលខេមរៈភូមិន្ទបាទឥឡូវចាញ់ហើយឯកឧត្តមពាក់កណ្ដាលទូកវាមាន7មករាលឿនណាស់បាទមាន2មករាល្បីល្បាញណាទូកនេះចុះចវាពណ៌សរៀបរយចាជាមួយនឹងក្បោកបាញ់រចនាទូកលើកសម្ព័ន្ធភាពស្រស់តឡែតឆ្ងាញ់អ្នកឈរក្បាលទូកអត់មានអង្គើអីបន្តិចអត់មានអង្គើទេបាទអញ្ចឹងបានន័យថាលបឿនវាអត់ឆោតអត់អាលាក់អញ្ចឹងអត់សកត់ជ្រៅអត់រាក់អញ្ចឹងលឿនហើយលឿនផ្ទៃទឹកបាទទូកវែងប្រហែលជាអាចមានការរួមគ្នាជាមួយនឹងឯកឧត្តមអាប់បាខេត្តក៏ថាបានបាទឥឡូវនេះគូ77ទេបង77ទេបាទ77វិញចាសំខាន់បាទយុទ្ធវង្សសែនជ័យព្រៃវែងទទួលបានការឧបត្ថម្ភពីឯកឧត្តមបាទនាយឧត្តមសេនីយ៍បាទវង្សពិសេសចាដែលឯកឧត្តមលោកធ្វើការឧបត្ថម្ភហើយក៏មានក្រុមការងារចាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផុតជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍វង្សពិសេសហើយសម្រាប់ខ្សែទឹកខាងក្រៅគឺឧត្តមទួល3បារមីពិជ័យចេស្តារបស់គ្រូចៅអតកាវត្តឧត្តមទួល3តែម្ដងលើប្រគៀបប្រកាត់គ្នាមែនតើខ្សែទឹកខាងក្នុងបាញ់មិញតាមតែឥឡូវតាមប្រគៀបប្រកាត់ហើយតាមប្រគៀបប្រកាត់ហើយយុទ្ធវង្សសែនជ័យរបស់ឯកឧត្តមនាយឧត្តមសេនីយ៍វង្សពិសេសបាទដកហើយបាទលើដកឲ្យលទ្ធផលយ៉ាងម៉េចបាទលើយ៉ាងណាទូកគូនេះទុកជូនគណៈកម្មការបច្ចេកទេសបាទទូកនេះបាទទទួលការឧបត្ថម្ភពីឯកឧត្តមបាទវង្សពិសេសបាទគឺទវងនេះមិនដែរបងចាយុទ្ធវង្សរបស់ឯកឧត្តមនេះឧត្តមស្នេហ៍វង្សពិសេសចាកំពុងប្រគៀបកាត់យ៉ាមើលទៅបាទខាងក្នុងដកវិញហើយខាងក្នុងដកវិញហើយខាងក្នុងដកវិញហើយយ៉ាងណានៅក្នុងគណៈនេះគណៈកម្មការបកស្រុកពីរាំងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តមនេះឧត្តមស្នេហ៍វង្សចូលកែពិជ័យបារមីចៅសែនទេជាអ្នកនាំមុខមកបាទហ្នឹងហើយនាំមុខដាច់បាទទៅលើសព្រួញពេជ្ររបស់សម្ដេចកន្លះហោមដែលមកពីព្រៃវែងបាទទូកទីបាទ70បាទរាំងទិលសាគរសែនជ័យបារមីវត្តកញ្ជោកខាងត្បូងបាទទូកនេះគឺមកពីខេត្តពោធិ៍សាត់ទទួលបានការឧបត្ថម្ភពីអ្នកអង្គការទ្រីភិបនិងលោកទន្ទេអ្នកអង្គការបាទគៀងស្រីនាងបាទយើងឃើញហើយខ្សែទឹកខាងក្នុងកំពុងតែនាំមុខបាទទៅលើយុទ្ធវង្សសែនជ័យបាទមកពីខេត្តព្រៃវែងរបស់ឯកឧត្តមនាយឧត្តមសេនីយ៍វង្សពិសេសបាទខ្សែទឹកខាងក្នុងរាំងទិលសាគរសែនមានជ័យបារមីវត្តកញ្ជោខាងត្បូងរបស់សាលាខេត្តចាដែលទទួលបានការឧបត្ថម្ភពីលោកអ្នកអង្គការទ្រីភិបនិងលោកជំទាវអ្នកអង្គការគៀងស្រីនាងចាបានទទួលជ័យជំនះដែរទេជើងនេះជ័យជំនះទៅលើបាទយុទ្ធវង្សសែនជ័យរបស់ឯកឧត្តមនាយឧត្តមសេនីយ៍វង្សពិសេសបាទយើងខ្ញុំសូមជ័យបារមីកញ្ជោខាងត្បូងរបស់លោកអ្នកអង្គការទ្រីភិបនិងលោកជំទាវអង្គការចាគៀងស្រីនាងចាដកហើយដកខ្លាំងមែនតើបាទគឺខ្សែទឹកខាងក្រៅរាំងទិលចារាំងទិលសាគរសែនមានជ័យបារមីកញ្ជោខាងត្បូងចាហើយសម្រាប់ទូករបស់ឯកឧត្តមចាវង្សពិសេសនេះឧត្តមសេនីយ៍វង្សពិសេសអត់ទទួលបានជ័យជំនះទៀតហើយសម្រាប់ជើងទី2នេះបាទឥឡូវយើងបន្តទៅគូទី72ខ្សែទឹកខាងក្នុងសម្ដេចវិបុលបញ្ញាមានជ័យបាទឯកសណ្ឋានពណ៌បៃតងកាលពីជើងទី1ល្អទទួលបានជ័យជំនះ
ទទួលបានការឧបត្ថម្ភពីឯកឧត្តមបាទសុកសុកាននិងឯកឧត្តមបាទសុកពុទ្ធិវុឌ្ឍឥឡូវនេះជើងទី2បដូរមកខ្សែទឹកខាងក្នុងទួលភីសៀសែនជ័យបាទរមីបាទវត្តបារុងនៅខ្សែទឹកខាងកើតរបស់អញ្ញាអ៊ឹងសៀបាទប្រកិតគ្នាល្អណាស់បាទទូកនេះបាទខ្សែទឹកខាងក្នុងហាក់ដូចដកហើយ បាទដកហើយបាទយើងបញ្ញាបារមីមានជ័យឯកឧត្តមសុកសកាននិងឯកឧត្តមសុកពុទ្ធិវុឌ្ឍ បាទអូយបាទមកដកយកឈ្នះចុងម៉ោងបងឈ្នះចុងទីចាឈ្នះចុងទីទូគូទី